ឥឡូវខ្ញុំនឹងបញ្យល់របៀបកម្រិតសំឡេងណាបងប្អូនណាបាទរបៀបកម្រិតសំឡេងបាទដោយសារបងម្នាក់គាត់មិនយល់អំពីរបៀបកម្រិតសំឡេងគេហៅ speed សំឡេងរបស់យើងដែលបានបញ្ចូលនិង speed វីដេអូរបស់យើងដែលបានថតឥឡូវយើងចូលទៅ app កាត់តទាំងអស់គ្នាជារៀងរាល់ថ្ងៃខ្ញុំប្រើ app កាត់ត Inserts ឥឡូវយើងចូលមកបាទពេលដែលយើងចូលដល់ទីនេះគឺយើងបើឃើញចេញឲ្យបំពេញ$អីចឹងយើងចុចខ្វែងមកបងប្អូនណាបាទរួចហើយបងប្អូនចូលមកកន្លែងវីដេអូបាទចូលមកវីដេអូមកយើងដើម្បីទាញយកវីដេអូដែលបានថតណាបាទដែលបានថតហ្នឹងគឺយើងចូលពាក្យថា new ឬក៏បូកហ្នឹងបាទចុចលើវាប៉ក់អញ្ចឹងមករួចហើយបងប្អូនទៅយកវីដេអូមួយដែលបានថតណាហ្នឹងហើយខ្ញុំថតនៅក្រោយផ្ទះមិញគឺមានប្រវែង1នាទី30វិនាទីបាទ1នាទី30វិនាទីអញ្ចឹងយើងចុចទៅលើវីដេអូដែលយើងចង់កាត់ហ្នឹងបាទចុចចឹងហើយយើងយកមកបាទចុចគ្រីសកន្លែងហ្នឹងបាទគ្រីសឲ្យចូលសិនបាទដំបូងបងប្អូនកុំភ្លេចបងប្អូនណាពេលដែលកាត់តវីដេអូបងប្អូនកុំភ្លេចណានេះ remove logo ចោល remove logo ចោលយើងគ្រាន់តែចុចទៅលើវារួចហើយយើងចុចលើ free remove នេះទៅណាប៉ុន្តែខ្ញុំអត់ទាន់ចុច remove ទេដោយសារវាមានពាណិជ្ជកម្មកន្លែង low value ខ្ញុំរៀនអំពីរបៀបកម្រិតសំឡេងសិនណាបាទពេលដែលបងប្អូនចូលមកដល់ទីនេះគឺបងប្អូនចង់រក្សានៅទម្រង់ដើមនៃវីដេអូនេះឬក៏បងប្អូនចង់បិទសំឡេងវីដេអូនេះហើយបញ្ចូលសំឡេងថ្មីពេលដែលបងប្អូនបញ្ចូលសំឡេងគឺយើងបញ្ចូលសំឡេងយើងបិទនេះមកបាទចុចកន្លែងនេះបាទនេះចុចហ្នឹងបាត់ទាំងអស់ហើយចុចលើបាទកន្លែងបញ្ចូលសំឡេងនេះមកបាទចុចចឹងមករួចហើយយើងចុចកន្លែងនេះ record សំឡេងណាបងប្អូនណាបាទចុចចឹងយើងចុចមកឃើញទេពេលចុចយើងបញ្ចូលសំឡេងបាទបញ្ចូលសំឡេងរហូតឥឡូវខ្ញុំយកខ្លីៗបញ្ចូលសំឡេងមករហូតឲ្យបាននេះឃើញទេបញ្ចូលមកឲ្យគ្រប់1នាទី30វិនាទីបាទឲ្យគ្រប់1នាទី30វិនាទីដូចខ្ញុំអញ្ចឹងបាទអញ្ចឹងបញ្ចូលអស់ហើយស្មើគ្នាអញ្ចឹងណាខ្ញុំធៀបឧបមាអញ្ចឹងបញ្ចូលគ្រប់ហើយបងប្អូនទៅកម្រិតសំឡេងសិនកម្រិតសំឡេងដើមរបស់បងប្អូនណាបាទកម្រិតសំឡេងឥឡូវឧទាហរណ៍មួយទៀតឧទាហរណ៍សំឡេងសិនខ្ញុំបញ្ចូលសិនបាទចាំតិចបាទសួស្តីបងប្អូននេះគឺជាដំណាំនៅក្រោយផ្ទះរបស់ខ្ញុំដែលខ្ញុំនឹងបង្ហាញដល់បងប្អូនទេសនាដើម្បីកំសាន្តអារម្មណ៍ផងដែរទាក់ទងនឹងការដាំដំណាំផ្សេងយើងបញ្ចូលឲ្យពេញអញ្ចឹងមកណាបងប្អូនណាបាទបងប្អូនចូលចិត្តដំណាំបន្លែក្រោយផ្ទះដូចខ្ញុំដែរទេបាទអរគុណឥឡូវយើងបញ្ចប់ប៉ុណ្្នឹងសិនបងប្អូនណាដើម្បីខ្ញុំទៅកម្រិតសំឡេងដែលបានបញ្ចូលនេះបាទអញ្ចឹងយើងចុច stop អញ្ចឹងមកឃើញទេនេះជាសំឡេងណាបាទនេះជាសំឡេងដែលយើងបញ្ចូលមិញអាសំឡេងដើមនៃវីដេអូនេះគឺអត់មានទេព្រោះយើងលុបយើងបិទហើយបិទសំឡេងហើយអញ្ចឹងយើងចូលមកកម្រិតសំឡេងយើងចូលមក speed នេះបាទ speed នេះចុចលើវាមកឧទាហរណ៍ថាខ្ញុំកម្រិតសំឡេង speed នេះដែលខ្ញុំបំពេញមិញវាបញ្ចូលសំឡេងមិញវាយឺតអញ្ចឹងខ្ញុំកម្រិតត្រឹម20ឧទាហរណ៍អញ្ចឹងណាបាទកម្រិតត្រឹម20ដូច្នេះសំឡេងរបស់ខ្ញុំគឺចំនួន1.30វិនាទីបាទ1នាទី.30វិនាទីអញ្ចឹងណាហើយយើងត្រូវទៅកម្រិតសំឡេងនេះកម្រិត speed វីដេអូនេះឲ្យវាមកស្មើនឹងសំឡេងរបស់យើងដែលយើងមិនចាំបាច់កាត់ណាយើងមិនចាំបាច់កាត់តម្រឹមចោលទេគឺយើងត្រូវចូលទៅកន្លែងហ្នឹងហើយយើង speed វីដេអូរបស់យើងមកឲ្យស្មើគ្នាបាទអញ្ចឹងយើងត្រូវ speed វីដេអូឲ្យស្មើឲ្យបាន20ប៉ុណ្ណឹងគឺស្មើគ្នាត្រឹមតែម្ដងអញ្ចឹងវីដេអូក៏រៀងញាប់បន្តិចហើយសំឡេងរបស់យើងក៏រៀងញាប់បន្តិចហ្នឹងហើយសង្ឃឹមថាបងដែលគាត់ឆ្ងល់ហ្នឹងអាចយល់ពីចំណុចហ្នឹងណាព្រោះខ្ញុំបានបញ្ចូលសំឡេងឲ្យគ្រប់1នាទី30វិនាទីតាមវីដេអូដែលខ្ញុំបានថតហ្នឹងទេដោយសារវាវែងវីដេអូហ្នឹងណាបាទអញ្ចឹងយើងធ្វើរបៀបនេះបាទដល់ពេលអញ្ចឹងគឺវីដេអូហ្នឹងសំឡេងរបស់យើងហ្នឹងគឺស្មើគ្នាវារត់មកស្មើគ្នាដោយសារតែសំឡេងរបស់យើងដែលយើងបញ្ចូលក៏1នាទី30វិនាទីដល់ពេលយើងកម្រិតយកកម្រិត20នៃសំឡេងដែលបានបញ្ចូលយើងទៅកម្រិតវីដេអូដែលមានរយៈពេលប្រវែង1នាទី.30វិនាទីហ្នឹងយើងកម្រិតឲ្យបាន20ដែរទៅបាទ1.20ដូចគ្នាគឺមានន័យថាវារត់មកស្មើនឹងសំឡេងដែលយើងបានបញ្ចូលហ្នឹងបាទសង្ឃឹមថាគាត់យល់អរគុណដោយសារវីដេអូវាវែងពេក